ថ្ងៃនេះការប្រកួតបាល់ទាត់លីកកំពូលអឺរ៉ុបត្រឡប់មកវិញហើយក្នុងវីដេអូមួយនេះខ្លឹមខ្លីផ្លូវការចំនួន3គូជាមួយនឹងខ្ញុំ MC កុងហើយសម្រាប់3គូខាងលើនេះតើបងប្អូនគិតថាតើនឹងបញ្ចប់ទៅដោយលទ្ធផលប៉ុន្មានទល់នឹងប៉ុន្មានឬក៏ក្រុមណាជាអ្នកទទួលបានជ័យជំនះបងប្អូនអាចចូល comment លេងកម្សាន្តនៅក្រោមវីដេអូនេះទាំងអស់គ្នាហើយបងប្អូនចង់ចូលរួមទូទាយនៅក្នុងក្រុមដើម្បីឈ្នះរង្វាន់កុំភ្លេចចុចតាមរយៈ link នៅក្រោម profile របស់ admin ទាំងអស់គ្នាតោះកុំឲ្យខាតពេកសម្រាប់3គូនៅក្នុងថ្ងៃនេះគូទី1នៅអង់គ្លេស Premier League តោខៀវ Chelsea ជួបជាមួយនឹងសារកាប្រៃ Newcastle គូមួយនេះ admin គិតថា Chelsea អាចឈ្នះទៅលើ Newcastle 2-1 ចំណែកឯគូទី2ញញួរធំ West Ham United ត្រូវជួបជាមួយនឹង Mayfield Manchester City គូមួយនេះ admin គិតថាក្រុមភ្ញៀវហូបចុកទៅលើក្រុមចាប់ផ្ទះ3-1 ចំណែកឯគូចុងក្រោយ Bayer Leverkusen ជួបជាមួយនឹងនំប៉័ង Bayern Munich គូមួយនេះ admin គិតថាក្រុមភ្ញៀវ Bayern Munich ល្អជាងអាចនឹងឈ្នះទៅលើ Leverkusen 2-0 ឬក៏3-0 ចុះបងប្អូនយល់ឃើញដូច admin ដែរឬក៏យ៉ាងណាក៏អាចចូល comment លេងនៅក្រោមវីដេអូនេះទាំងអស់គ្នាតែបញ្ជាក់ណាបើចង់ចូលរួមទូទាយកម្សាន្តនៅក្នុងក្រុមដើម្បីឈ្នះរង្វាន់ផ្សេងៗកុំភ្លេច join តាមរយៈ link នៅក្រោម profile ទាំងអស់គ្នាហើយជាចុងក្រោយសូមកុំភ្លេចចុច like share follow admin ម្នាក់មួយផងសូមអរគុណជម្រាបលាអ្នកទាំងអស់គ្នា